សពគុណនិងអត្ថប្រយោជន៍ដ៏អស្ចារ្យនៃម្រះព្រៅចំពោះសុខភាពម្រះព្រៅគឺជាឈ្មោះរុក្ខជាតិតូចមួយប្រភេទពួកជីស្លឹកផ្កានិងផ្លែមានក្លិនហាងប្រហើរប្រើជាគ្រឿងបង់សម្លយើងអាចហៅរុក្ខជាតិនេះថាម្រះព្រៅតូចឬម្រះព្រៅសម្លក៏បានវាមានដើមកំណើតនៅអាស៊ីអាគ្នេយ៍និងមានប្រវត្តិនៅក្នុងឱសថឥណ្ឌាជារុក្ខឱសថមានសព្វគុណព្យាបាលជំងឺជាច្រើនយ៉ាងមានប្រសិទ្ធភាពព្រោះវាផ្ទុកទៅដោយសារធាតុចិញ្ចឹមជាច្រើនដូចជាវីតាមីន A វីតាមីន C កាល់ស្យូមស័ង្កសីជាតិដែកក្លូរ៉ូភីលនិងសារធាតុជាច្រើនទៀតចាប់តាំងពីស្លឹករហូតដល់គ្រាប់ម្រះព្រៅត្រូវបានគេចាត់ទុកថាជាឱសថបើកម្លាំងសម្រាប់រាងកាយចិត្តនិងស្មារតីផ្នែកនីមួយៗនៃម្រះព្រៅត្រូវបានណែនាំសម្រាប់ការព្យាបាលជំងឺផ្សេងៗគ្នាប្រើផ្កាស្រស់សម្រាប់ជំងឺរលាកទងសួតប្រើស្លឹកនិងគ្រាប់ជាមួយម្រេចខ្មៅសម្រាប់ជំងឺគ្រុនចាញ់ប្រើរុក្ខជាតិទាំងមូលសម្រាប់រាគរូសចង្អោរនិងក្អួតប្រើក្នុងទម្រង់ជាថ្នាំគ្រាប់សម្រាប់ជំងឺស្បែកប្រើប្រេងដែលចម្រាញ់បានសម្រាប់ដំបៅក្រពះនិងជំងឺភ្នែកប្រើប្រេងសំខាន់ដែលធ្វើពីស្លឹកសម្រាប់សត្វតិចឬខាំជួយកាត់បន្ថយភាពតានតឹងនិងការថប់អារម្មណ៍ផ្នែកទាំងអស់នៃម្រះព្រៅជួយឲ្យរាងកាយរបស់អ្នកបន្សាំខ្លួនទៅនឹងភាពតានតឹងនិងធ្វើឲ្យប្រសើរឡើងសុខភាពផ្លូវចិត្តការស្រាវជ្រាវបែបវិទ្យាសាស្ត្របានបង្ហាញថាម្រះព្រៅមានលក្ខណៈសម្បត្តិឱសថសាស្ត្រដើម្បីជួយឲ្យអារម្មណ៍អ្នកអាចទប់ទល់ទៅនឹងភាពតានតឹងជាច្រើនប្រភេទការសិក្សាទៅលើមនុស្សនិងសត្វត្រូវបានរកឃើញថាអាចជួយកាត់បន្ថយ stress បញ្ហាផ្លូវភេទបញ្ហានៃការគេងការភ្លេចភ្លាំងនិងការហត់នឿយជួយរំញោចនិងធ្វើឲ្យរាងកាយរបស់អ្នករឹងមាំមានការសិក្សាជាច្រើនបានបង្ហាញថាម្រះព្រៅមានសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់និងជួយបណ្ដេញជាតិពុលចេញពីរាងកាយរបស់អ្នកមិនត្រឹមតែប៉ុណ្ណោះវាក៏អាចការពារជំងឺមហារីកដោយកាត់បន្ថយការលូតលាស់កោសិកាមហារីកបានផងដែរជួយការពារប្រឆាំងនឹងការឆ្លងមេរោគនិងព្យាបាលស្នាមរបួសប្រេងចម្រាញ់ពីស្លឹកម្រះព្រៅត្រូវបានគេជឿថាជួយបង្កើនល្បឿននៃការព្យាបាលរបួសព្រោះម្រះព្រៅគឺជាអង្គទីកប្រឆាំងនឹងបាក់តេរីវីរុសមេរោគផ្សិតការរលាកនិងជាថ្នាំបំបាត់ការឈឺចាប់ជួយបញ្ចុះជាតិស្ករនៅក្នុងឈាមប្រសិនបើអ្នកមានជំងឺទឹកនោមផ្អែមឬជំងឺទឹកនោមផ្អែមប្រភេទទី2គ្រប់ផ្នែកទាំងអស់នៃរុក្ខជាតិម្រះព្រៅអាចជួយកាត់បន្ថយជាតិស្ករនៅក្នុងឈាមបានការសិក្សាជាច្រើនទៅលើមនុស្សនិងសត្វកណ្ដុររកឃើញថាម្រះព្រៅអាចទប់ស្កាត់រោគសញ្ញានៃជំងឺទឹកនោមផ្អែមបានដូចជាការឡើងទម្ងន់កូលេស្តេរ៉ុលការចុះខ្សោយអាំងស៊ូលីនច្រើនពេកនៅក្នុងឈាមនិងសម្ពាធឈាមខ្ពស់ជួយបញ្ចុះកូលេស្តេរ៉ុលដោយសារម្រះព្រៅផ្ដោតទៅលើការធ្វើមេតាបូលីសវាក៏អាចជួយក្នុងការសម្រកទម្ងន់និងបន្ថយកម្រិតកូលេស្តេរ៉ុលផងដែរការសិក្សាបង្ហាញថាវាកាត់បន្ថយខ្លាញ់អាក្រក់ LDL និងបង្កើនខ្លាញ់ល្អ HDL ជួយកាត់បន្ថយការរលាកនិងឈឺសន្លាក់លោកអ្នកអាចដោះស្រាយបញ្ហា stress ការថប់អារម្មណ៍និងការរលាកបានដោយពិសាទឹកតែមួយពែងដែលផ្សំពីស្លឹកម្រះព្រៅដោយសារម្រះព្រៅមានលក្ខណៈសម្បត្តិប្រឆាំងការរលាកនិងប្រឆាំងអុកស៊ីតកម្មម្រះព្រៅផ្ដល់នូវអត្ថប្រយោជន៍ទាំងអស់ដោយអាចជួយដល់អ្នកដែលមានជំងឺរលាកសន្លាក់ឬរលាកសាច់ដុំបានយ៉ាងមានប្រសិទ្ធភាពជួយការពារក្រពះរបស់អ្នកម្រះព្រៅអាចប្រឆាំងនឹងផលប៉ះពាល់នៃដំបៅក្រពះដែលបណ្ដាលមកពីភាពតានតឹងវាបង្កើនការការពារក្រពះរបស់អ្នកតាមបែបធម្មជាតិដូចជាបន្ថយអាស៊ីតក្រពះបង្កើនការបញ្ចេញទឹករំអិលបង្កើនកោសិកាទឹករំអិលនិងពន្យាអាយុកាលរបស់កោសិកាទឹករំអិលប្រការគួរប្រុងប្រយ័ត្នចូលប្រឹក្សាយោបល់ជាមួយវេជ្ជបណ្ឌិតជាមុនសិនមុនពេលប្រើប្រាស់រុក្ខឱសថម្រះព្រៅជាផ្នែកមួយនៃការព្យាបាល